នំពុំនេះខ្ញុំទិញមកពីខ្មែរថាទុកញ៉ាំតាមផ្លូវចឹងតែជាក់ស្ដែងគឺញ៉ាំអស់តែមួយទេនៅសល់ប្រហែលហ្នឹងយកមកដាក់ក្នុងទូទឹកកកបើគិតទៅវាចូល3ថ្ងៃហើយខ្ញុំក៏បានយកវាចេញមកដល់ពេលបើកថងទៅហិតទៅក្លិនវាធម្មតាវានៅឈ្ងុយនៅក្លិននំពុំពេលទិញមកហ្នឹងម៉ាក់ក៏ប្រាប់ដែរថាញ៉ាំអត់អស់ហ្នឹងអាចដាក់ក្នុងទូទឹកកកពេលដែលចង់ញ៉ាំយកវាទៅដាក់ក្នុងអាំងឆ្នាំងកំប៉ុងស្ងួតទៅហើយខ្ញុំនេះឃើញនំហ្នឹងវារៀងហឹងដែរបើដាក់អាំងឆ្នាំងកំប៉ុងស្ងួតខ្លាចវាកាន់តែហឹងចឹងហើយខ្ញុំក៏បានសាកដាក់តែមួយទេនៅសល់ប្រហែលហ្នឹងខ្ញុំយកទៅចំហុយពេលដែលខ្ញុំយកទៅចំហុយទៅនំហ្នឹងវាឡើងទន់ណាតែមើលទៅអៀកអាមិនចឹងទេខ្ញុំក៏យកនំពុំហ្នឹងចំហុយហើយដាក់ចូលក្នុងអាំងឆ្នាំងកំប៉ុងស្ងួតទៀតឲ្យវារៀងក្រៀមតិចឥឡូវមកភ្លក់មួយខ្ញុំទាំងអស់គ្នាថាមួយណាឆ្ងាញ់ជាងមួយនេះយកមកគឺដាក់ចូលក្នុងអាំងឆ្នាំងកំប៉ុងស្ងួតមកពេលដែលយើងញ៉ាំទៅវារៀងស្រួយខាងក្នុងទន់ដែរទន់តែរៀងខ្សោយដូចវារៀងស្ងួតពេកចឹងហើយខ្ញុំមកភ្លក់អាវិធីទី2ដែលខ្ញុំយកវាទៅចំហុយហើយដាក់ក្នុងអាំងឆ្នាំងកំប៉ុងស្ងួតពេលដែលយើងញ៉ាំទៅខាងក្រៅវារៀងស្រួយខាងក្នុងគឺនៅទន់ខ្ញុំឡើងសប្រាយហ្មងអត់នឹកស្មានថាវានៅឆ្ងាញ់យើងអាចនៅញ៉ាំបាននេះគ្រាន់តែខ្ញុំទិញមកថាទុកញ៉ាំតាមផ្លូវអីទេអត់មានបំណងថាយកមកទុកយកមកញ៉ាំអីចឹងទេហើយមានអីពេលដែលយើងយកចំហុយហើយដាក់ក្នុងអាំងឆ្នាំងកំប៉ុងស្ងួតចឹងវាញ៉ាំបានណាសំខាន់គឺវាឆ្ងាញ់ហ្នឹងហ្មងអញ្ចឹងហើយលឹកក្រោយហ្នឹងអត់ដឹងតែទិញនំពុំហ្នឹងយកមកអីពួកឯម៉ាក់ក្មេកខ្ញុំគាត់ចូលចិត្តញ៉ាំហើយខ្ញុំក៏សាករៀនធ្វើនំពុំហ្នឹងដែរតែធ្វើទៅអត់ជោគជ័យទេវាទៅជាហឹងវិញមិនដឹងថាមកពីម្សៅឬក៏ម៉ាស៊ីនហើយយកមកឲ្យគាត់ភ្លក់នេះគាត់ក៏ថាដែរអាចចំហុយនឹងឆ្ងាញ់ជាងតនវាអត់សូវខ្សោះនៅសល់តែពីរនំហ្នឹងខ្ញុំក៏បានហៅម៉ាក់ក្មេកខ្ញុំគាត់មកភ្លក់这个自己做的吗？不是啊，带回来的，直接不带回来，带回来的。为什么我应该给他？那时候让一直放冰箱啊。哦，我忘了，我们那时候吃是怎样？就是说大家都说好吃好吃。对啊，就是。够。នំពុំហ្នឹងនិយាយទៅគាត់ញ៉ាំរៀងយូរដែរគាត់ភ្លេចរសជាតិតែអត់ដឹងថារសជាតិមិនទេគាត់គ្រាន់តែចាំថាម្នាក់ថាឆ្ងាញ់ណាតែដល់ខ្ញុំយកមកកដៅយកមកឲ្យគាត់ញ៉ាំនេះគាត់ថារសជាតិក៏មិនអន់ដែរទោះភ្លេចរសជាតិថាវារសជាតិមិនតែគាត់មកញ៉ាំម្ដងទៀតហើយគាត់នៅតែថាឆ្ងាញ់ខុសពីនំពុំនៅខាងតៃវ៉ាន់វាហឹងល្ងាចឡើងខ្ញុំក៏បានធ្វើអាកតោនេះនៅក្នុងហ្នឹងគឺមានឆៃប៉ៅជាមួយនឹងទឹកសក់ចាវតែឆៃប៉ៅរបស់ខ្ញុំហ្នឹងម៉ាក់គាត់បានដាក់ឲ្យតែបន្តិចទេសារគីឡូខ្ញុំហ្នឹងវាលើសច្រើនពេកខ្ញុំក៏បានយកឆៃប៉ៅផ្អែមហ្នឹងឲ្យម៉ាក់ក្មេងខ្ញុំគាត់ភ្លក់ញ៉ាំតែអីឆៃប៉ៅផ្អែមនៅនេះមានតែឆៃប៉ៅប្រៃគាត់ថាបើឆៃប៉ៅផ្អែមអញ្ចឹងអាចយកមកវិចនំចាំងបានហើយព្រោះឲ្យចិត្តដល់ខែវិចនំចាំងដែរហ៎甜的嘞。对啊，甜的。下次包蚂蚱。包粽子可以用。គ្រាន់តែលឺម៉ែក្មេងខ្ញុំថាចង់យកឆៃប៉ៅផ្អែមខ្ញុំទៅវិចចាំងរបស់គាត់ហ្នឹងគឺខ្ញុំប្រកែកហ្មងដោយសារឆៃប៉ៅផ្អែមហ្នឹងគឺអត់ច្រើនទេមានបន្តិចមួយហ្នឹងគាត់ចង់វិចប៉ុន្តែនេះក៏វាអត់គ្រាន់ដែរខានគឺខ្ញុំយកមកហ្នឹងទុកជៀនជាមួយនឹងពងទាញ៉ាំបាយស្រូបទឹកជាមួយនឹងឆៃប៉ៅផ្អែមហ្នឹងអូជាតិតាហើយខ្ញុំក៏បានរៀបចំសក់ចាវដែលខ្ញុំយកមកហ្នឹងចែកញាតចិត្តខាងតែបានតែម្នាក់បន្តិចទេហើយវិញក៏ម្នាក់បន្តិចដែរថៃនេះខ្ញុំក៏ចូលចិត្តញ៉ាំដែរនេះថៃ5ប្រឡាក់នេះឲ្យពួកគាត់ហើយអីហើយហ្នឹងពួកខ្ញុំក៏ងំគ្នាទៅស្លាយក៏ជាថ្ងៃដែលខ្ញុំត្រូវចូលរៀនវិញដែរហើយក៏អត់ផ្លេចរបស់ផ្ញើដែរពួកខ្ញុំក៏បានយកកម្មាខ្មែរហ្នឹងយកមកឲ្យពួកគាត់បងហ្នឹងយកឲ្យលោកគ្រូហើសមុនគេតែលោកគ្រូគាត់ថាឲ្យសិស្សហើសមុនទៅសិស្សថ្នាក់ខ្ញុំអត់មានច្រើនទេនិយាយពីថាគេឈប់ចិត្តអស់ហើយមានតែ2 3គ្រាប់នឹងឯងដែលពួកខ្ញុំចែកឲ្យគាត់ហើយហ្នឹងក៏បានប្រាប់គាត់ថារូបនៅក្នុងកម្មាហ្នឹងគឺជាប្រាសាទកវត្តនៅកម្ពុជាពួកគាត់ពេលខ្លះឮតែឈ្មោះទេតែអត់ដែលបានឃើញរូបភាពមិនចឹងណាគ្រួសារខ្ញុំហ្នឹងក៏បានប្រាប់ពួកគាត់ថាមានឱកាសគួរតែទៅលេងនៅខាងអង្គរវត្តនឹងឲ្យបានម្ដង对，我们的五个窟。是吗？五个窟五个窟。是古迹。啊，是古迹哦。对。谢谢你。不会。ហើយខ្ញុំមករៀនហ្នឹងសិស្សគឺមានតែ2នាក់ទេបូកខ្ញុំ2នាក់ទៀតបាន4នាក់នៅសល់កម្មា2ហ្នឹងដោយសារនៅ2នាក់ទៀតគាត់អត់ទាន់បានមកគាត់សុំច្បាប់អញ្ចឹងហើយស្អែកហ្នឹងគាត់មកខ្ញុំក៏បានឲ្យម្នាក់ទៀតគាត់នេះក៏អត់ស្គាល់អង្គរវត្តដែរដល់លើឈ្មោះដល់ពេលប្រាប់គាត់ថារូបកម្មាហ្នឹងគឺជារូបអង្គរវត្តគាត់ក៏បាន search អ៊ីនធឺណិតមើលទៅគាត់ថាអីដូចមែនតាអ្នកមករៀននេះភាគច្រើនសិតតែជនជាតិបរទេសមករៀនបន្ថែមគាត់គេបើកឲ្យរៀន free អញ្ចឹងណាអញ្ចឹងហើយអ្នកត្នេហ្នឹងគឺគេមករៀនណៃ